ដមស្នេហ៍តោសេងធីរិតចាត់វិធានការប្រតិបត្តិការបង្ក្រាបការបទល្មើសដឹកលៀសខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីយប់ឧត្តមស្នេហ៍តោសេងធីរិតប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងកម្លាំងអង្គភាពចំណុះយោធាភូមិភាគទី5ដឹកនាំដោយវរៈស្នេហ៍តោសវិបុលសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសករងកំពង់ស្នឹងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលៀសដោយខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានឃាត់រថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្ត SU ចំណុះ5តោនផ្ទុកលៀសចំនួន15តោនរថយន្តកូរ៉េចំណុះ5តោនផ្ទុកលៀសចំនួន10តោនរថយន្តកេស្ណីផ្ទុកលៀសចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយលេខលៀសដែលឃាត់បានប្រកល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកបញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញឧត្តមស្នេហ៍តោសេងធីរិតបានបញ្ជាក់ថាទោះបីកងទ័ពជួបដីការពារបរណភាពទឹកដីពីការស្លៀនពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដីម្ខាងការពារទឹកដីនិងដីម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាសក់ក្តៅត្រចៀកដាក់របាំងស្បៃលោកបនរាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នៅជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ